កន្លែងស្នាក់នៅនៅជីផាតដែលខ្ញុំមកដល់គឺថាខ្ញុំទៅជាក់ចត់ទៅជាក់ភ្នែកមែនតើមកចំរដូវកាល Green Season និយាយមែនថងម៉ាច់មកអ្នកនរគ្នាដឹងអត់ពេលដែលជីទៅកោះកុងលើកនេះគឺថាផ្លូវស្រួលជីមែនតើការធ្វើដំណើរអីក៏អត់ពិបាកដែរសូម្បីតែឡានទូចៗក៏ធ្វើដំណើរបានដែរខ្ញុំស្នាក់នៅហ្នឹងឈ្មោះថា Anusa Lodge និយាយទៅធំទលាយស្អាតខ្លាំងអ្នកគ្នាខ្ញុំអត់នឹកស្មានថាជីផាតស្អាតដល់ថ្នាក់ហ្នឹងណាហើយចំកន្លែង resort ដែលខ្ញុំគេងហ្នឹងគឺថាមានទេសភាព10 លើ 10 ហ្មងអ្នកគ្នាដឹងអត់ភ្លៀងតិចហើយលឺសលេងទឹកហូរអ្នកនរគ្នាអូយនិយាយមែន fresh ខ្លាំងទៅកន្លែងគាត់គឺសុទ្ធតែវីឡាជាប់មាត់ទឹកហើយវីឡាដែលខ្ញុំនៅគឺថា fresh ខ្លាំងកាំងក្រៅមានវេរ៉ុងដាចេញក្រៅតិចសឹកហ្មងបាច់ចាំបាច់បើកម៉ាស៊ីនតិចអីទេចូលមកមានតុកញ៉ាំអីនៅក្រៅហើយដើរចូលក្នុងបន្ទប់គេដែលគាត់បែប modern ចឹងណាប្រអីនីមួយគឺអត់ខ្វះទេហើយសិតតែ quality ល្អទៅខាងក្នុងនឹងស្អាតផាសុខភាពមានបន្ទប់ទឹកធំហើយស្អាតថតរូបបានទៀតបើមកគេង 3-4 នាក់ក៏បានបន្ទប់គាត់ធំណាស់ហើយមានបន្ទប់ច្រើនប្រភេទទៀតនេះខ្ញុំមកដល់ខ្ញុំចតឡាននៅមុខបន្ទប់ខ្ញុំហ្មងហើយខ្ញុំដើរទៅ restaurant ចឹងណា restaurant គាត់មានទាំងកាហ្វេមានទាំងម្ហូបរបស់ញ៉ាំចឹងបើថាឃ្លានអីអ្នកនរគ្នាកំងអីនៅ resort ញ៉ាំទៅម្ហូបគាត់គឺមានគ្រប់សពគ្រប់បែបយ៉ាងញ៉ាំ dinner នៅហ្នឹងហ្មងព្រោះដោយសារនៅជីផាតចង់ជីទៅរកអីញ៉ាំគឺរឿងឆ្ងាយកន្លែងគាត់បរិយាកាសអូនិយាយមែនញ៉ាំម្ហូបឆ្ងាញ់ហើយបានបរិយាកាស green ជុំវិញហើយបាន view មាត់ទឹកនេះបន្ទប់នៅនេះបាន free breakfast ទៀតអញ្ចឹងញ៉ាំ breakfast បែបជា buffet តោះគ្នាក៏មានលក់កាហ្វេដែរអ្នកនរគ្នាចាំបាច់បំផុតសម្រាប់ខ្ញុំហ្មងទៅដល់ភ្នំក៏ឃ្លានកាហ្វេដូចគ្នាបើថាមានសាច់មានអីគាត់មានចទេអាំងសាច់ឲ្យភ្ញៀវទៀតបើអ្នកចង់ស្ទូចត្រីពេលទឹករៀងស្មើអញ្ចឹងអ្នកនរគ្នាអាចស្ទូចត្រីបាននិយាយទៅមកជីផាតអត់ដឹងថាគេនៅណាអ្នកនរគ្នាអាចមក Anusa Lodge នេះបានធំទលាយស្អាតសេវាកម្មក៏ល្អដូចគ្នាជាមួយនឹងការធ្វើដំណើរទៀតអត់ពិបាកជាអ្នកនរគ្នាតាម7-8 គីឡូពីកន្លែងដអ្នកនរគ្នាដល់ហើយទៅជាក់ចិត្តទៅជាក់កាយដូចខ្ញុំអញ្ចឹងណា